បាទសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពសក្ការៈដ៏ពងពោះបំផុតនិងសូមគោរពជំរាបសួរដល់លោកតាលោកយាយអង្គពូមីងបងប្អូនជាទីគោរពរាប់អាននៅថ្ងៃនេះគឺខ្ញុំនឹងមកអានចែករំលែកនៅអត្ថបទបន្តទៀតបាទនៅក្នុងអំណានថ្ងៃនេះម៉ោងនេះគឺកថាទី5រឿងកណ្ដុលនិងតបោះខ្ញុំសេចំណងជើងគ្រប់វីដេអូ live របស់ខ្ញុំទាំងអស់អញ្ចឹងកថាទី5នេះក៏ខ្ញុំសរសេរដែរដាក់ថាកថាទី5រឿងកណ្ដុលនិងតបោះហើយខាងក្រោមខ្ញុំសរសេរថាសៀវភៅស្រីហេតោប្រទេសភាគទី4ឈ្មោះសន្តិភាពអញ្ចឹងរឿងកណ្ដុលនិងតបោះខ្ញុំនឹងអានជូនបងប្អូនតាមដានស្ដាប់ដូចតទៅនៅក្នុងតបវ័នមួយដែលជាទីអាស្រ័យនៅនៃមហាឫសីទាំងឡាយមានតបោះម្នាក់មានតបៈច្រើននៅក្នុងតបវ័ននោះតបោះបានឃើញកូនកណ្ដុរមួយដែលក្អែកពំហើយធ្លាក់ចុះមកដីលោកមានចិត្តអាណិតអាសូររើសមករក្សាចិញ្ចឹមឲ្យស៊ីស្រូវអង្ករគ្រាប់ល្ពៅទាល់តែធាត់ធំឡើងតមកឆ្មាវិឡារជាតិឃើញកណ្ដុរនោះក៏ស្ទុះលោតទៅសង្គ្រប់ចាប់ដើម្បីយកមកស៊ីកណ្ដុរឃើញឆ្មាលោតមកសង្គ្រប់ចាប់ខ្លួនពិតភ័យណាស់ក៏លោតចូលទៅលើទ្រូងតបោះឯតបោះមានចិត្តអាណិតខ្លាំងជប់កណ្ដុរឲ្យទៅជាឆ្មាដោយគ្រាន់តែស្រែកថាណែកណ្ដុរចូលឯងទៅជាឆ្មាទៅកណ្ដុរនោះคล้ายទៅជាឆ្មាភ្លាមស្ទើរតែមិនទាន់ផុតសម្ដីផងតមកឆ្មានោះឃើញឆ្កែបោលមកបាទឃើញឆ្កែបោលមកបាទឆ្មានោះឃើញឆ្កែបោលមកខ្លាចឆ្កែរត់ទៅជ្រកនឹងតបោះទៀតតបោះឃើញឆ្មាខ្លាចដូច្នេះនិយាយថាយីអាឆ្មានេះខ្លាចឆ្កែទីតើហើយជប់ឆ្មានោះឲ្យទៅជាឆ្កែមួយជាន់ទៀតតមកឆ្កែនោះខ្លាចខ្លាទៀតតបោះក៏ជប់ឆ្កែនោះឲ្យទៅជាខ្លាទៀតកាលនោះឯងបណ្ដាជនទាំងឡាយដែលឃើញកណ្ដុរនោះខ្លាចទៅជាខ្លាក៏និយាយអឹងកងថាអាកណ្ដុរនេះតបោះនេះលោកជប់ឲ្យវាទៅជាខ្លាខ្លានោះលុះបានលឺពាក្យជនទាំងផ្ដាស់និយាយលក់លើយរឿយក៏កើតអៀនខ្មាស់ទើបគិតថាដរាបណាតបោះនេះមានជីវិតរស់នៅដរាបនោះរឿងអាប់គេឈ្មោះនៃជាតិយើងនឹងមិនបាត់បង់ទៅទេលោកខ្លាគិតឃើញដូច្នេះហើយកើតចិត្តអាក្រក់ក៏ដើរចូលទៅដើម្បីសម្លាប់តបោះកាលនោះតបោះដឹងចិត្តខ្លានោះហើយនិយាយភ្លាមថាណែអាសត្វអកតញ្ញូឯងខ្លាយទៅជាកណ្ដុរវិញឲ្យស្រឡះទៅមានពុទ្ធឯកាតែប៉ុណ្ណេះខ្លាអកតញ្ញូនេះខ្លាយត្រឡប់ទៅជាកណ្ដុរវិញស្ទើរតែមិនទាន់ផុតមាត់ផងព្រោះហេតុនោះបានជាខ្ញុំថ្មាទុរៈតិស័យពោលថាមនុស្សថោកទាបជាដើមទេវៈមួយទៀតលោកម្ចាស់ពុំពីងាយយល់ថាការនេះជាការស្រួលងាយនោះឡើយព្រោះលោកពោលទុកថាលេខ14កុកល្ងងស៊ីត្រីទាំងតូចទាំងធំទាំងមធ្យមអស់រលីងដោយក្តីល្មោកតមកខាងក្រោយត្រូវក្តាមគៀបស្លាប់ទៅអកងោកចិត្តលពណ៌សួរថារឿងនោះតើដូចម្ដេចថ្មាទុរៈតិស័យជាប្រធានរដ្ឋមន្ត្រីនិយាយរឿងនោះប្រាប់ថា